បងប្អូនវិលត្រឡប់មកជួបគ្នាសាជាថ្មីម្ដងទៀតជាមួយនឹងសំណួរថ្មីមួយទៀតពីបងប្អូនរបស់យើងដែលគាត់បានសាកសួរមកខ្ញុំបាទចង់ឲ្យខ្ញុំធ្វើការប្រៀបធៀបចំពោះបទល្មើសបរិហាគេជាសាធារណៈហើយនឹងបទល្មើសបរិហាបង្កាច់គេគាត់ចង់នឹងថាតើបទល្មើសទាំងពីរនេះខុសគ្នាយ៉ាងម៉េចទៅបាទគាត់ស្នើខ្ញុំធ្វើការបកស្រាយដោយសង្ខេបព្រមទាំងលើកយកឧទាហរណ៍មកបញ្យល់ផងដែរបាទអរគុណឥឡូវខ្ញុំបាទចូលទៅកាន់ចម្លើយចំពោះសំណួររបស់បងប្អូនយើងបាទចំពោះបទល្មើសបរិហាគេជាសាធារណៈបាទមានចែងនៅក្នុងមាត្រា305នៃក្រមព្រហ្មទណ្ឌបាទហើយបើតាមនិយមន័យនោះគឺសំដៅទៅលើគ្រប់ការអះអាងបំភ្លឺឬក៏ការទម្លាក់កំហុសបាទដោយអសុទ្ធចិត្តបាទទៅលើអំពើណាមួយដែលនាំឲ្យមានការប៉ះពាល់ទៅដល់កិត្តិយសឬក៏កិត្តិស័ព្ទនៃបុគ្គលឬនៃស្ថាប័នបាទគឺជាការបរិហាគេបាទហើយចំពោះបទល្មើសបរិហាគេជាសាធារណៈនេះបាទគឺត្រូវពិន័យជាប្រាក់ពី100,000រៀលទៅ10លានរៀលបាទបទបរិហាគេបាទដែលប្រព្រឹត្តតាមមធ្យោបាយណាមួយបាទដូចតទៅនេះបាទទី1តាមរយៈសម្ដីបាទទោះបីជាប្រភេទណាក៏ដោយដែលបញ្ចេញនៅទីសាធារណៈឬក៏នៅសាលប្រជុំសាធារណៈបាទទី2តាមលិខិតឬក៏គំនូបាទទោះបីជាប្រភេទណាក៏ដោយដែលផ្សព្វផ្សាយនៅក្នុងចំណោមសាធារណជនឬក៏ដាក់តាំងបាទឲ្យសាធារណជនមើលបាទហើយចំណុចទី3ដែលជាចំណុចចុងក្រោយនោះបាទគឺតាមគ្រប់មធ្យោបាយទូរគមនាគមន៍សោតទោសសម្រាប់សាធារណជនបាទអញ្ចឹងខ្ញុំបាទសូមលើកជាឧទាហរណ៍បាទដើម្បីបងប្អូនយល់បន្ថែមទៀតបាទលោកកនិងលោកខបាទបើកអាហារដ្ឋានបាទនៅក្បែរគ្នាបាទហើយមួយរយៈចុងក្រោយនេះស្រាប់តែលោកកអអន់សពុនចិត្តយើងនិយាយស្រាប់តែចំណែនលោកខចោះបាទដោយសារតែអាហារដ្ឋានរបស់លោកខហ្នឹងមានភ្ញៀវចូលទៅទទួលទានច្រើនជាងបាទអញ្ចឹងលោកកគាត់គិតខ្លីបាទគាត់ទាញទូរស័ព្ទមកបាទបង្ហោះលើ Facebook គាត់សរសេរថាបាទលោកខដែលជាម្ចាស់អាហារដ្ឋានបាទហើយនឹងជាចុងភៅផងបាទនៅក្នុងហាងរបស់គាត់នឹងកំពុងតែមានជំងឺធ្ងន់ធ្ងរអញ្ចឹងគាត់បង្ហោះ Facebook នឹងហើយស្អែកឡើងអាហារដ្ឋានរបស់លោកខស្ងាត់ជ្រាបតែម្ដងបាទចំពោះទង្វើនេះបាទគឺជាការបរិហាគេជាសាធារណៈដូច្នេះលោកខគាត់អាចប្តឹងលោកកបានបាទពីបទបរិហាគេជាសាធារណៈបាទត្រឡប់មកកាន់បទល្មើសមួយទៀតបាទគឺបទបរិហាបង្កាច់គេបាទបទបរិហាបង្កាច់គេនេះបាទមានចែងនៅក្នុងមាត្រា311បាទនៃក្រមព្រហ្មទណ្ឌបាទយើងចូលទៅនិយមន័យបាទតាមនិយមន័យនៃបទបរិហាបង្កាច់គេនេះបាទគឺជាអំពើបាទប្តឹងបរិហាអំពីអំពើដែលគេដឹងថាមិនពិតហើយដែលនាំឲ្យមានទណ្ឌកម្មព្រហ្មទណ្ឌឬវិន័យកាលបើការប្តឹងបរិហានោះត្រូវបានធ្វើទៅដល់បាទអាជ្ញាធរមានសមត្ថកិច្ចដើម្បីចាត់ការដូចជាចៅក្រមមន្ត្រីនគរបាលយុតិធធឬក៏នាយកជួរឬបុគ្គលដែលមានអំណាចប្តឹងទៅអាជ្ញាធរមានសមត្ថកិច្ចបាទហើយទោសទណ្ឌចំពោះបទល្មើសបរិហាបង្កាច់គេនេះបាទមានបញ្ញត្តិនៅក្នុងមាត្រា312នៃក្រមព្រហ្មទណ្ឌបាទដែលក្នុងនោះបាទបទបរិហាបង្កាច់គេនេះបាទត្រូវប្រឈមជាមួយនឹងការផ្តន្ទាទោសដាក់ពន្ធនាគារពី1ខែទៅ1ឆ្នាំបាទនិងពិន័យជាប្រាក់បាទពី100,000រៀលទៅ2លានរៀលផងដែរបាទដើម្បីជ្រាបឲ្យច្បាស់បន្ថែមទៀតបាទខ្ញុំបាទសូមលើកជាឧទាហរណ៍បាទលោកកគឺជាអ្នកចាត់ការទូទៅនៅក្រុមហ៊ុនមួយបាទហើយលោកខបាទគឺជាបុគ្គលិកនៅក្នុងក្រុមហ៊ុននោះទទួលបន្ទុកផ្នែកហិរញ្ញវត្ថុបាទមួយរយៈក្រោយមកបាទលោកខគាត់បានលក់ដីគេឪពុកម្ដាយគាត់បាទគាត់បានទិញរថយន្តថ្មីហើយទិញផ្ទះទៀតអញ្ចឹងមិត្តរួមការងាររបស់គាត់បាទនៅផ្នែកហិរញ្ញវត្ថុគេដឹងថាលោកខបាទដូរឡានដូរផ្ទះហ្នឹងដោយសារលក់ដីគេម៉ែឪបាទក៏ប៉ុន្តែសម្រាប់លោកកឯនេះវិញបាទលោកកដែលគាត់ទី1ហ្នឹងឃើញលោកខបាទដូរឡានអញ្ចឹងទៅហើយជាបុគ្គលិកក្រោមប្រកបរបស់ខ្លួនលេងឡើងសេរីឡានខ្ពស់ជាងខ្លួនហើយទិញផ្ទះថ្មីទៀតបាទទី1ហ្នឹងគាត់ចំណែនបាទចំណែនទី2បាទវាគប់ផ្សំអីហ្នឹងគឺក្រុមហ៊ុនមួយរយៈពេលចុងក្រោយនេះជួបនៅបញ្ហាខាតបង់ហើយនឹងបាត់បង់ទំនិញដោយមិនដឹងមូលហេតុជាដើមទៅបាទហើយទី3ដែលសំខាន់បំផុតហ្នឹងគឺលោកកមានចេតនាទុច្ចរិតហ្នឹងគឺថាចង់បង្កើតសាច់រឿងបំផ្លើសនិងទម្លាក់កំហុសទៅលើលោកខបាទអញ្ចឹងលោកកក៏បានបាទប្តឹងទៅសមត្ថកិច្ច
ចោតប្រកាន់លោកខបាទថាបានលួចកັບកេងលួចទំនិញរបស់ក្រុមហ៊ុនអញ្ចឹងទៅបាទដើម្បីធ្វើយ៉ាងណាហ្នឹងគឺឲ្យលោកខជួបបញ្ហាហើយប្រឈមមុខចំពោះផ្លូវច្បាប់បាទអញ្ចឹងក្រោយមកពេលនគរបាលយុតិធម៌បានបើកការស៊ើបអង្កេតទៅបាទរកឃើញថាបាទការចោទប្រកាន់របស់លោកកមកលើលោកខនេះគឺជារឿងមិនពិតពីព្រោះថាទី1បាទឡានថ្មីហើយនឹងផ្ទះដែលលោកខបានទិញនេះគឺគាត់ពិតជាបានមកពីការលក់ដីកែម៉ែឪគាត់បាទយកមកទិញឡានថ្មីនិងផ្ទះថ្មីបាទទី2ពុំមានការរកឃើញភស្តុតាងណាមួយដែលបង្ហាញថាលោកខបានលួចលុយក្រុមហ៊ុនបានលួចទំនិញរបស់ក្រុមហ៊ុនបាទដោយការចោទប្រកាន់របស់លោកកនោះទេបាទអញ្ចឹងមានន័យថាសកម្មភាពរបស់លោកកបាទដែលបានប្តឹងបំភ្លឺប្រឌិតសាច់រឿងចោទប្រកាន់របស់មកលើលោកខនេះបាទវាគឺជាបទល្មើសបាទបរិហាបង្កាច់គេដូច្នេះហើយជាលទ្ធផលគឺលោកខអាចប្តឹងលោកកបានបាទពីបទបរិហាបង្កាច់គេបាទអរគុណបងប្អូនបាទប្រសិនបើបងប្អូនមានចម្ងល់ឬក៏សំណួរអ្វីបន្ថែមបាទអាច comment នៅខាងក្រោមវីដេអូនេះខ្ញុំបាននឹងធ្វើវីដេអូបន្ថែមទៀតដើម្បីបកស្រាយទៅនឹងសំណួររបស់បងប្អូនបាទសូមអរគុណបាទ